ស្ដីបងប្អូនទាំងអស់គ្នាថាយើងអានសៀវភៅមួយចានៅក្នុងហ្នឹងគឺមានរឿងនិទានទាក់ទងនឹងកំណាព្យអញ្ចឹងនៅក្នុងនេះអ្នកគ្រូសូមលើកនៅរឿងនិទានមួយដែលទាក់ទងនឹងយានតៅចុងយានតៅចុងយានហ្នឹងបិទត្រជាតៅចុងលួចជួងចាអញ្ចឹងបិទត្រជាលួចជួងមានន័យថាម៉េចសូមតាមដានជាមួយអ្នកគ្រូ有个小偷发现了一口大钟，想把它砸碎后运走。小偷怕被人发现，就用手捂住自己的耳朵，放手砸起钟来。ចាយកក៏សៅថៅគឺមានកូនចៅមួយហ្វាសៀនបានប្រទះឃើញអ៊ីខោតាចុងបានប្រទះឃើញជួងដ៏ធំមួយចានេះគឺកូនចៅเนาะគាត់ប្រទះឃើញជួងដ៏ធំមួយសាំងប៉ាថាក៏គិតចង់បំបែកជួងនោះចាសួយបំបែកជួងនោះហើយក៏បំបែកជួងនោះហើយក៏ដឹកយកទៅក៏អូសយកទៅចាអញ្ចឹងជួងនេះធំពេកអញ្ចឹងលួចទៅបាអញ្ចឹងយកអីមកវាយបែកជួងហ្នឹង小偷怕被人发现កូនចៅហ្នឹងក៏ខ្លាចថាមានអ្នកមើលឃើញអញ្ចឹងណាជូយងសោក៏ប្រើដៃអ៊ូជូគឺទប់ជាជីតតតិចរបស់ខ្លួនឯងហ្នឹងក៏យកដៃទប់តិចរបស់ខ្លួនឯងខ្លាចគេលឺអញ្ចឹងណាយកដៃទប់តិចរបស់ខ្លួនឯងហ្វាំងសោចាឈីចុងឡាយហើយក៏យកទៅយកដៃទៅវាយជួងឲ្យបំបែកឲ្យបែកអញ្ចឹងមានន័យថាគាត់ទប់ជាខ្លួនឯងហើយទៅវាយជួងនោះឲ្យបែកអញ្ចឹងអត្ថន័យនោះមានន័យថាម៉េចអ៊ីអត្ថន័យពួកគាត់នេះអ៊ូពូអ៊ូតមិនខ្វល់ថាអ្នកបិទត្រជាមិនបិទត្រជាចុងទៅសាំងសឹងសឺខកគាន់ឈុនចាយតគឺសំឡេងនៃជួងហ្នឹងគឺនៅតែមានអញ្ចឹង自己欺骗自己是不行的ការកុហកខ្លួនឯងហ្នឹងគឺមិនកើតទេគឺមិនត្រូវទេចាអញ្ចឹងទោះបីជាគាត់យកដៃបិទត្រជាក៏ដោយជួងហ្នឹងគេនៅតែលឺអញ្ចឹងទោះបីជាគាត់ថាមិនអោយគេលឺក៏នៅតែលឺដែរអញ្ចឹងមិនអាចថាយកដៃបិទជាទៅវាយជួងបានទេអញ្ចឹងហ្នឹងគឺជាកំណាព្យមួយដែលយើងនិយាយថាយានតៅចុងគឺបិទត្រជាលួចជួងចាគាត់ចង់វាយជួងហ្នឹងកុំអោយគេលឺអញ្ចឹងអាចទៅរួចទេបងប្អូនអស់គ្នាជើងមិនអាចទៅរួចទេเนาะចាអញ្ចឹងសៀវភៅរឿងនិទាននេះដែរអ្នកគ្រូមានជាវបើកូនសិស្សអស់គ្នាចង់ជាវអាចជាវពីអ្នកគ្រូបានចាអរគុណបាយបាយ